Hello តាចាហៅសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រៀនភាសាចិនរបស់ Admin Learn Chinese ខ្មែរអូខេថ្ងៃនេះ Admin នឹងនាំយកពាក្យចំនួន100ពាក្យយកមកចែករំលែកអ្នកទាំងអស់គ្នាដែលពាក្យទាំងអស់ហ្នឹងគឺអ្នកទាំងអស់គ្នាអាចប្រើជាជំនួយនៅក្នុងការរៀនភាសាចិនជាប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាបានអញ្ចឹង100ពាក្យហ្នឹងខ្ញុំមានជាភាសាចិនមានជា Pinyin ក៏ដូចជាស៊ីងខ្មែរដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលអានតាមឬក៏ងាយស្រួលក្នុងការនិយាយហើយនឹងមានការបកប្រែជាភាសាខ្មែរផងដែរអូខេឥឡូវយើងចូលទៅកាន់មេរៀនរបស់យើងទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនឹងមេរៀននេះកុំភ្លេចចុច like share ហើយនឹងបើសិនជាមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូបានតើឥឡូវយើងចាប់ផ្ដើមនៅក្នុងការរៀនទាំងអស់គ្នាពាក្យទី1នេះយើងអានថា can 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 Pinyin can សំឡេងទី4 can មានន័យថាមើលចូលមកកាន់ពាក្យទី2យើងអានថាទូទូ Pinyin តអ៊ូទូសំឡេងទី2ទូមានន័យថាអានពាក្យទី3 thing thing Pinyin ធើអ៊ីង thing សំឡេងទី1 thing អញ្ចឹង thing យើងបកប្រែថាស្ដាប់ចូលទៅកាន់ពាក្យទី4ជាបន្ទាប់ពាក្យទី4យើងអានថា sure 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 Pinyin sure or sure សំឡេងទី1 sure មានន័យថានិយាយចូលមកកាន់ពាក្យទី5នេះយើងអានថា share share Pinyin share សំឡេងទី3 share share គឺសរសេរទី6អាយ Pinyin អាយសំឡេងទី4អាយស្រឡាញ់ចូលទៅកាន់ពាក្យទី7ជាបន្ទាប់ពាក្យទី7នេះយើងអានថាហិនហិន Pinyin របស់ពាក្យនេះគឺហហិនសំឡេងទី4ហិនអញ្ចឹងពាក្យហិនហ្នឹងគឺបកប្រែថាស្អប់ទី8ស៊ីហ៊ានស៊ីហ៊ាន Pinyin CEC សំឡេងទី3ស៊ីអ៊ូអានវ៉ានហអ៊ានហ៊ានសំឡេងទី1ហ៊ានស៊ីហ៊ានស៊ីហ៊ានគឺចូលចិត្តតែមួយទៀតយើងអាចបកប្រែថាស្រឡាញ់ក៏បានដែរជាឧទាហរណ៍ដូចជាវ៉ស៊ីហ៊ាននីខ្ញុំស្រឡាញ់អ្នកទី9យើងអានថាឈឺឈឺឈឺ Pinyin ឈឺអ៊ីឈឺសំឡេងទី1ឈឺដែលមានន័យថាពិសាហូបញ៉ាំសោយអីហ្នឹងយើងពាក្យចិនគឺតែមួយទេគឺឈឺតែខ្មែរយើងអាចមានន័យច្រើនបន្ទាប់ពីឈឺទី10យើងអានថាហហ Pinyin ហសំឡេងទី1គឺផឹកទី11ឡាយ Pinyin ឡាយសំឡេងទី2ឡាយគឺមកបន្ទាប់ពីពាក្យឡាយគឺយើងមានពាក្យថាឈឺឈឺឈឺ Pinyin ឈីយឺឈឺសំឡេងទី4ឈឺដែលមានន័យថាទៅចូលមកកាន់ពាក្យទី13ពាក្យទី13យើងអានថាស្វែស៊ីរៀន Pinyin ស៊ីយឺស្វែសំឡេងទី2ស្វែស៊ីយីស៊ីសំឡេងទី2ស៊ីអញ្ចឹងពាក្យហ្នឹងយើងអានថាស្វែស៊ីដែលមានន័យថារៀនឥឡូវនេះយើងចូលទៅកាន់ពាក្យទី14ជាបន្ទាប់ទៀតពាក្យទី14យើងអានថាកុងជក់Pinyin របស់ពាក្យហ្នឹងគឺកើអ៊ុងកុងសំឡេងទី1កុងជូអ៊ួសំឡេងទី4ជក់អញ្ចឹងពាក្យហ្នឹងយើងអានថាកុងជក់ដែលបកប្រែថាការងារបន្ទាប់ពីពាក្យថាកុងជក់ការងារហើយយើងចូលទៅកាន់ពាក្យទី15ដែលយើងអានថាប៉ាងជូ Pinyin ប៉អាងប៉ាងសំឡេងទី1ប៉ាងជឺអ៊ូជូសំឡេងទី4ជូប៉ាងជូអញ្ចឹងពាក្យប៉ាងជូហ្នឹងយើងបកប្រែថាជួយពាក្យទី16
យើងអានថាតឹងតឹងហ៊ីនអ៊ីនតើអឹងតឹងសំឡេងទី3តឹងមានន័យថារង់ចាំចូលទៅកាន់ពាក្យទី17យើងអានថាវ៉ិនវ៉ិនហ៊ីនអ៊ីនអ៊ូអិនវ៉ិនសំឡេងទី4វ៉ិនមកប្រែថាសួរបន្ទាប់ពីពាក្យថាវ៉ិនយើងចូលទៅកាន់ពាក្យទី18ដែលយើងអានថាហុយតាហុយតាហ៊ីនអ៊ីនហើអុយហុយសំឡេងទី2ហុយតាអាតាសំឡេងទី2តាអញ្ចឹងពាក្យហ្នឹងយើងអានថាហុយតាដែលយើងបកប្រែថាឆ្លើយពាក្យទី19ជាបន្ទាប់យើងអានថាចូលចូលហ៊ីនអ៊ីនជឺអូចូលសំឡេងទី3ចូលដែលបកប្រែថាដើរចូលទៅកាន់ពាក្យទី20យើងអានថាផោផោហ៊ីនអ៊ីនផោអាវផោសំឡេងទី3ផោដែលយើងបកប្រែថារត់ពាក្យទី21ជាបន្ទាប់យើងអានថាគាន់គាន់ដែលមានភីនអ៊ីនអ៊ូអានវ៉ានកើអនគាន់សំឡេងទី1គាន់បកប្រែថាបិទពាក្យទី22អានថាខាយខាយហ៊ីនអ៊ីនខើអាយខាយសំឡេងទី1ខាយដែលបកប្រែថាបើកឥឡូវយើងមកដល់ពាក្យទី23ហើយពាក្យទី23នេះយើងអានថាម៉ាយម៉ាយហ៊ីនអ៊ីនម៉ោអាយម៉ាយសំឡេងទី3ម៉ាយដែលបកប្រែថាទិញហើយពាក្យទី24ដែលស្រដៀងនឹងម៉ាយដែរប៉ុន្តែតម្លាក់សំឡេងដោយសារតែសំឡេងហ្នឹងគឺសំឡេងទី4អញ្ចឹងពាក្យហ្នឹងយើងអានថាម៉ាយម៉ាយហ៊ីនអ៊ីនម៉ោអាយម៉ាយសំឡេងទី4ម៉ាយដែលបកប្រែថាលក់អញ្ចឹងពាក្យថាម៉ាយយើងបកប្រែថាទិញហើយពាក្យថាម៉ាយយើងបកប្រែថាលក់ដល់ទៅពេលយើងបូកបញ្ចូលពាក្យទាំងពីរហ្នឹងចូលគ្នាទៅជាម៉ាយម៉ាយដែលមានន័យថាទិញលក់អញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាទាន់ចំពោះការបញ្ចេញសំឡេងនៅពាក្យទាំងពីរហ្នឹងឥឡូវយើងចូលទៅកាន់ពាក្យទី25ពាក្យទី25យើងអានថា老师老师ហ៊ីនអ៊ីនលើអោឡាវសំឡេងទី3ឡាវsư y sư សំឡេងទី1sưអញ្ចឹងពាក្យហ្នឹងយើងអានថាឡាវsưដែលបកប្រែថាគ្រូបង្រៀនពាក្យទី26យើងអានថាស្វែសឹងស្វែសឹងហ៊ីនអ៊ីនស៊ីយេស្វែសំឡេងទី2ស្វែsưអឹងសឹងសំឡេងទី1សឹងពាក្យហ្នឹងយើងអានថាស្វែសឹងដែលបកប្រែថាសិស្សឥឡូវយើងចូលទៅកាន់ពាក្យទី27ជាបន្តទៀតយើងអានថាផឹងយ៉ូផឹងយ៉ូហ៊ីនអ៊ីនផអឹងផឹងសំឡេងទី2ផឹងអ៊ីអូយ៉ូសំឡេងទី5យ៉ូអញ្ចឹងពាក្យហ្នឹងយើងអានថាផឹងយ៉ូឬក៏យើងអាចអានបានមួយបែបទៀតគឺអឺផឹងយ៉ូដែលភីនអ៊ីនផអឹងផឹងសំឡេងទី2ផឹងហើយអ៊ីអូយ៉ូហ្នឹងគឺសំឡេងទី3វិញអញ្ចឹងអ្នកទាំងអស់គ្នាអាចអានថាផឹងយ៉ូក៏បានឬក៏ផឹងយ៉ូក៏បានដែរដែលយើងបកប្រែថាមិត្តភក្តិពាក្យទី28យើងអានថាណែនណែនហ៊ីនអ៊ីនណឺអៀនណែនសំឡេងទី2ណែនដែលបកប្រែថាឆ្នាំពាក្យទី29យើងអានថាយឿយឿពាក្យហ្នឹងបកប្រែថាខែពាក្យទី30យើងអានថាឬឬហ៊ីនអ៊ីនឬអ៊ីឬសំឡេងទី4ឬដែលពាក្យហ្នឹងយើងបកប្រែថាថ្ងៃបើសិនជាគេនិយាយថា日月年គឺគេចង់សំដៅដល់ថ្ងៃខែឆ្នាំអូខេបន្ទាប់ពីហ្នឹងហើយយើងចូលទៅកាន់ពាក្យទី31ពាក្យទី31យើងអានថា水水ហ៊ីនអ៊ីនsư ơi水សំឡេងទី3水ពាក្យហ្នឹងបកប្រែថាទឹក
យើងចូលទៅកាន់ពាក្យទី32ជាបន្ទាប់ពាក្យទី32នេះយើងអានថា Fan Fan ភាសាអ៊ីន Fan Fan សំឡេងទី4 Fan ពាក្យហ្នឹងបបហេតុថាបាយចូលទៅកាន់ពាក្យទី33យើងអានថា Chi Tan Chi Tan ភាសាអ៊ីន GEG សំឡេងទី1 G T An Tan សំឡេងទី4 Tan ជីតានពាក្យហ្នឹងបកប្រែថាសុទ្ធឬក៏ពងមាន់ពងទាហ្នឹងណាអញ្ចឹងតែមួយទេភាសាចិនយើងអានថាជីតានមេរៀនរបស់យើងកន្លងផុតទៅ33ពាក្យហើយឥឡូវនេះយើងចូលទៅកាន់ពាក្យទី34រហូតដល់ពាក្យទី44ជាបន្តទៀតដែលពាក្យទី34យើងអានថាឆាយឆាយហ៊ីនអ៊ីនឈឺអាយឆាយសំឡេងទី4ឆាយពាក្យនេះបកប្រែថាបន្លែពាក្យទី35យើងអានថាមានប៉ោមានប៉ោហ៊ីនអ៊ីនអ៊ីអានយៀនម៉យអានមានសំឡេងទី4មានប៉ោអែលប៉ោសំឡេងទី1ប៉ោពាក្យហ្នឹងយើងអានថាមានប៉ោដែលបកប្រែថានំប៉័ងពាក្យទី36មានត្រែកមានត្រែកហ៊ីនអ៊ីនអ៊ីអានយៀនម៉យអានមានសំឡេងទី4មានអ៊ីអោយ៉ាវថើយ៉ាវថែវសំឡេងទី2ត្រែកមានត្រែកបកប្រែថាមីពាក្យទី37ជាបន្ទាប់ពាក្យនេះយើងអានថាសាំងតានសាំងតានហ៊ីនអ៊ីនសឿអាងសាំងសំឡេងទី1សាំងអ៊ីអានយៀនតើយ៉ានទៀនសំឡេងទី4ទៀនអញ្ចឹងពាក្យនឹងយើងអានថាសាំងទៀនដែលបកប្រែថាហាងលក់ទំនិញដូចជាម៉ាតអីហ្នឹងណាហើយឬក៏ជានិយាយទៅហាងលក់ទំនិញលក់គ្រឿងទេសលក់អីហ្នឹងនឹងយើងអាចហៅថាសាំងទៀនចូលទៅកាន់ពាក្យទី38យើងអានថាឈឺឆង់ឈឺឆង់ហ៊ីនអ៊ីនឈឺឈឺសំឡេងទី4ឈឺឈឺអាំងឆាំងសំឡេងទី2ឆង់ពាក្យហ្នឹងអានថាឈឺឆង់បកប្រែថាផ្សារចូលទៅកាន់ពាក្យទី39ជាបន្តទៀតពាក្យនេះយើងអានថាអ៊ីយួនអ៊ីយួនភីនអ៊ីនអ៊ីអ៊ីអ៊ីសំឡេងទី1អ៊ីអ៊ូអានវ៉ានអ៊ីអានយួនសំឡេងទី4យួនអញ្ចឹងពាក្យហ្នឹងអានថាអ៊ីយួនដែលបកប្រែថាមន្ទីរពេទ្យចូលទៅកាន់ពាក្យទី40ពាក្យនេះយើងអានថាស្វែសែវស្វែសែវហ៊ីនអ៊ីនស៊ីយួស្វែសំឡេងទី2ស្វែអ៊ីយ៉ាវយ៉ាវស៊ីយ៉ាវសែវសំឡេងទី4សែវពាក្យហ្នឹងអានថាស្វែសែវដែលបកប្រែថាសាលារៀនពាក្យទី41ឈានឈានហ៊ីនអ៊ីនអ៊ីអានយ៉ានឈីអានឈានសំឡេងទី2ឈានពាក្យនេះបកប្រែថាលុយពាក្យទី42អ៊ីហ្វូអ៊ីហ្វូហ៊ីនអ៊ីនអ៊ីអ៊ីអ៊ីសំឡេងទី1អ៊ីហ្វអ៊ូហ្វូសំឡេងទី5ហ្វូពាក្យហ្នឹងអានថាអ៊ីហ្វូដែលមានន័យថាសម្លៀកបំពាក់ឬក៏ខោអាវពាក្យទី43កែកែហ៊ីនអ៊ីនកែអីកែសំឡេងទី3កែដែលបកប្រែថាឲ្យជាឧទាហរណ៍我给你钱ខ្ញុំឲ្យលុយទៅអ្នកអញ្ចឹងពាក្យថាកៃគឺយើងឲ្យអ្វីមួយទៅអ្នកដទៃដោយមិនមែនជាលក្ខណៈថាឲ្យជាអំណោយទេប៉ុន្តែចំពោះពាក្យទី44វិញពាក្យហ្នឹងយើងអានថាសុងសុងភីនអ៊ីនរបស់ពាក្យហ្នឹងគឺស៊ឺអុងសុងសំឡេងទី4សុងដែលមានន័យថាជូនជូនក្នុងន័យហ្នឹងគឺយើងចង់សំដៅដល់ជូនជាអំណោយអញ្ចឹងណាជាឧទាហរណ៍មួយដូចជាឃ្លាមួយគេនិយាយថា我送你一份礼物ខ្ញុំជូនអ្នកនូវអំណោយមួយអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ពីរបៀបក្នុងការប្រើពាក្យទាំងពីរហ្នឹងគឺយើងបែបផ្ដល់ឲ្យជាទូទៅទេតែសុំយើងផ្ដល់ឲ្យបែបជាអំណោយជាកាដូអីហ្នឹងណា
អូខេ ឥឡូវយើងចូលទៅកាន់ពាក្យទី45ដល់ពាក្យទី50ទាំងអស់គ្នា ដែលពាក្យទាំងអស់ហ្នឹងឯងដែលយើងតែងតែឃើញនៅក្នុងប្រយោគសំណួរតោះឥឡូវយើងទៅអានពាក្យទី45ពាក្យទី45យើងអានថា什么ភាគអ៊ីនរបស់ពាក្យហ្នឹងគឺ shn សំឡេងទី2 shen m សំឡេងទី5 m អញ្ចឹងពាក្យហ្នឹងយើងអានថា什么ដែលមានន័យជាភាសាខ្មែរគឺអ្វីទី46យើងអានថា为什么ពិនអ៊ីន u សំឡេងទី4វៃ shn សំឡេងទី2 shen m សំឡេងទី5 m 为什么បកប្រែថាហេតុអ្វីចូលទៅកាន់ពាក្យទី47ពាក្យហ្នឹងយើងអានថា谁ពិនអ៊ីន 谁សំឡេងទី2谁ឬក៏យើងអាចសរសេរពិនអ៊ីនមួយទៀតគឺ谁សំឡេងទី2谁ពាក្យហ្នឹងគឺមានពិនអ៊ីន2谁ក៏បាន谁ក៏បានដែលបកប្រែថានរណាឬក៏អ្នកណាជាឧទាហរណ៍នៅពេលដែលគេសួរថា你是谁គឺគេចង់សួរថាយើងជាអ្នកណាឬក៏ជានរណាគេអូខេតឥឡូវយើងចូលទៅកាន់ពាក្យទី48ពាក្យនេះយើងអានថាចិនម៉ាហ៊ីនអ៊ីនជឺអិនចិនសំឡេងទី3ចិនម៉សំឡេងទី5ម៉ាចិនម៉ាពាក្យហ្នឹងយើងអាចបកប្រែជាភាសាខ្មែរថាដូចម្ដេចឬក៏យ៉ាងដូចម្ដេចចូលទៅកាន់ពាក្យទី49ពាក្យទី49យើងអានថាណាលីហ៊ីនអ៊ីនណាអាណាសំឡេងទី3ណារអ៊ីលីសំឡេងទី3លីអញ្ចឹងពាក្យហ្នឹងយើងអានថាណាលីដែលបកប្រែថាទីណាឬក៏ឯណាចូលទៅកាន់ពាក្យចុងក្រោយនៃមេរៀនរបស់យើងនៅក្នុងថ្ងៃហ្នឹងគឺពាក្យទី50ពាក្យទី50នេះយើងអានថាណាកើហ៊ីនអ៊ីនណាអាណាសំឡេងទី3ណាកើសំឡេងទី4កើអញ្ចឹងពាក្យហ្នឹងគឺណាកើដែលមានន័យថាមួយណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់មេរៀនរបស់យើងក្នុងថ្ងៃហ្នឹងគឺមានចំនួន50ពាក្យហ្នឹងដោយសារតែកុំឲ្យវីដេអូមាននាទីវែងពេកអញ្ចឹង admin នឹងកាត់វីដេអូហ្នឹងជា2ភាគដែលភាគនេះគឺជាភាគទី1អញ្ចឹងអ្នកទាំងអស់គ្នាអាចតាមដានភាគ2នៅក្នុង channel របស់ admin បានដែល admin នឹងផុសនៅក្នុងវីដេអូមេរៀនបន្ទាប់អូខេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះពីដើមដល់ចប់អូខេអរគុណអ្នកទាំងអស់គ្នាចាំជួបគ្នានៅក្នុងវីដេអូមេរៀនក្រោយណាបាយបាយ